សមត្ថកិច្ចខេត្តស្វាយរៀងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំនៅក្រុងបាវិតក្រុមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូពេជ្រវីរៈស្នងការនគរបាលខេត្តស្វាយរៀងកម្លាំងជំនាញចម្រុះបានចុះអនុវត្តវិធានការបង្ក្រាបសម្បុកលបែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែងទីតាំងដែលត្រូវបានឈ្មោះចូលបង្ក្រាបនេះស្ថិតនៅក្នុងផ្ទះសំណាក់និងម៉ាស្សាយីហោ OMG ក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតប្រតិបត្តិការដ៏មានប្រសិទ្ធភាពកាលពីថ្ងៃទី21ខែមេសាឆ្នាំ2026នេះដឹកនាំដោយវីរៈសេនីយ៍ឯកកំឡៃស្នងការរងទទួលផែនការព្រហ្មទណ្ឌនិងកិច្ចសហការនេះមានការចូលរួមពីកម្លាំងព្រហ្មទណ្ឌនិងកម្លាំងអន្តោប្រវេសន៍ខេត្តការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាវិរៈនគរបាលការពារព្រំដែនលេខ609គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងនិងអធិការដ្ឋាននគរបាលក្រុងបាវិតសម្របសម្រួលដោយលោកច័ន្ទវណ្ណៈព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តលទ្ធផលនៃការខកខ្លួនក្នុងកិច្ចប្រតិបត្តិការនេះសមាជិកបានខកខ្លួនមនុស្សសរុបចំនួន96នាក់ស្រី22នាក់ដែលមានសញ្ជាតិចម្រុះរួមមានជនជាតិវៀតណាម78នាក់ស្រី18នាក់ជនជាតិខ្មែរ11នាក់ស្រី4នាក់ជនជាតិចិន7នាក់វត្ថុតាងដែលដកហូតបានក្រៅពីការខកខ្លួនមនុស្សសមាជិកបានរឹបអូសសម្ភារៈបម្រើឲ្យមានការប្រព្រឹត្តបទល្មើសជាច្រើនរួមមានកុំព្យូទ័រលើតុ desktop ចំនួន249គ្រឿងនិង CPU 12គ្រឿងទូរស័ព្ទដៃចម្រុះចំនួន706គ្រឿងនិង laptop 3គ្រឿងមធ្យោបាយធ្វើដំណើររថយន្ត2គ្រឿងនិងម៉ូតូ5គ្រឿងអាវុធដំបងឆក់មួយដើមបច្ចុប្បន្នក្រុមការងារចម្រុះបានសម្រេចចិត្តបិទទីតាំង OMG ខាងលើជាបណ្ដោះអាសន្នដើម្បីបន្តការតាមដាននីតិវិធីច្បាប់ជាធរមាន